ក្នុងដំណើរឆ្ពោះទៅរកការទទួលបានទិន្នផលខ្ពស់របស់កសិករមានកត្តាជាច្រើនដែលកសិករត្រូវយកចិត្តទុកដាក់ខ្ពស់រាប់ចាប់តាំងពីផ្ទៃដីដាំដុះការប្រើប្រាស់ដីនិងប្រព័ន្ធស្រោចស្រពជាដើមទន្ទឹមនឹងនេះកត្តាហិរញ្ញវត្ថុក៏សំខាន់ស្មើគ្នាសម្រាប់ប្រជាកសិករនេះបើយោងតាមការលើកឡើងរបស់កសិករដាំដំណាំទុរេននៅស្រុកសន្លូតខេត្តបាត់ដំបងរហូតដល់កសិករម្រេចនៅស្រុកមេមត់ខេត្តត្បូងឃ្មុំនៅឯចំការទុរេននៅស្រុកសំឡូតអ្នកស្រីដូផលនិយាយថាដំណាំទុរេនត្រូវការដើមទុនច្រើនបើគ្មានថវិកាចាយវាយថែទាំផ្លែផ្កាទេទុរេនអាចនឹងមិនបានផលល្អឡើយហើយចំនួនគ្រួសារក៏នឹងមិនល្អដែរខ្ចីពីខាង LOC កម្ចីរដូវកាលខ្ចីមួយខែមួយដាំបាញ់ថ្នាំអីចឹងជួយឲ្យទិន្នផលខ្ញុំបានរីកចម្រើនទៅមុខច្រើនបើសិនអត់ LOC ក៏ពិបាកដែរក្រឡេកមកមើលកសិករម្រេចនៅត្បូងឃ្មុំឯនេះវិញកសិករពីរនាក់ប្តីប្រពន្ធយកកម្ចីមកវិនិយោគលើប្រព័ន្ធស្រោចស្រពដែលមាននិរន្តរភាពមានទឹកស្រោចស្រពគ្រប់គ្រាន់កសិករអស់ក្តីបារម្ភហើយម្រេចក៏ទទួលបានផលល្អកម្ចី OC នឹងខ្ញុំយកមកប្រើសពឃុំដូងដាក់ទៀនសាលាឥឡូវខ្ញុំបានទៅឃុំដូងថ្ងៃយ៉ាងជិញទឹកម្លែងហើយបានដូងស្រះកាយនឹងជម្រៅ4ម៉ែត្រទឹង5ម៉ែត្របណ្ដោយ4ទៅ10ម៉ែត្រហើយដាក់ទាំងសាលាសម្រាប់កសិករ LOLC គឺជាដៃគូហិរញ្ញវត្ថុដ៏មានទំនុកចិត្តដែលផ្ដល់ផលិតផលហិរញ្ញវត្ថុឆ្លើយតបទៅនឹងតម្រូវការរបស់កសិករនិងទាន់ពេលវេលាតាមរដូវកាលដាំដុះរបស់ពួកគាត់សម្រាប់កម្ចីរដូវកាលដែលខាង LOC បានផ្ដល់ជូនទៅអតិថិជននៅក្នុងស្រុកមេមត់គឺយើងជួយបានច្រើនគឺជួយដើមទុនសម្រាប់អតិថិជនយកទៅធ្វើដំណាំចម្ការរួមផ្សំយើងមានអតិថិជនច្រើនដែលគាត់ក៏ប្រកាន់ផលជាដំណាំរដូវកាលហើយគឺគាត់យកទៅជីកស្រះដើម្បីធ្វើការស្រោចស្រពដំណាំរបស់គាត់អញ្ចឹងដំណាំរបស់គាត់វាល្អហើយដោយសារមានការផ្ដល់ជាកម្ចីសាច់ប្រាក់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOC អតិថិជនមានការសប្បាយចិត្តការរីកចម្រើនរបស់កសិករកម្ពុជាគឺជាការឆ្លើយតបដ៏មានអត្ថន័យបំផុតចំពោះបេសកកម្មរបស់ LOLC ក្នុងការបង្កើតនូវលទ្ធផលវិជ្ជមានយូរអង្វែងដល់សហគមន៍តាមរយៈការផ្ដល់នូវបរិយាបន្នហិរញ្ញវត្ថុនិងការយកចិត្តទុកដាក់ខ្ពស់ចំពោះអតិថិជនប្រកបដោយនិរន្តរភាពហើយនៅពេលកសិករមានគ្រឹះរឹងមាំអនាគតការងារកសិកម្មរបស់ពួកគាត់ក៏កាន់តែមានសុវត្ថិភាពនិងនិរន្តរភាព